ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមានមុខម្ហូបពិសេសមកចាទៀតហើយគឺត្រីបំពងទឹកត្រីជូរអែមអញ្ចឹងចង់ដឹងថាកូនពៅធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនធ្វើការតាមដានទស្សនាវីដេអូរបស់កូនពៅដូចតទៅឥឡូវនេះគឺថាកូនពៅចាមានត្រីស្រែអញ្ចឹងត្រីនេះស្រែ 100% ណាពុកម៉ែបងប្អូនចាមួយបាតធំពេត្រុសបែបនេះហើយកូនពៅធ្វើការចាក់វាចាចូលទៅក្នុងកូនចំណែកជាប់មួយនឹងដាក់ទឹកកកពីលើដើម្បីឲ្យត្រីរបស់យើងសន្លប់អញ្ចឹងឥឡូវនេះត្រីរបស់យើងវាបានសន្លប់ហើយអញ្ចឹងកូនពៅធ្វើការស្រង់វាចាឲ្យយើងយកចេញពីទឹកកកអញ្ចឹងណាអញ្ចឹងត្រីនេះផងដែរពុកម៉ែបងប្អូនចង់វាយវាឲ្យងាប់សិនក៏បានដែរប៉ុន្តែនៅពេលដែលយើងបំពងទៅគឺថាវាបែកសាច់អត់ឆ្ងាញ់ទេអញ្ចឹងឥឡូវនេះគឺថាត្រីរបស់យើងវាសន្លប់បែបនេះហើយយើងធ្វើការយកវាដាក់ចូលទៅក្នុងកញ្ច្រែងចាសិនមកយើងច្បូតឲ្យអស់រំអិលវានៅជាប់សកានឹងសិនណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលយើងស្រង់រួចរាល់អស់ហើយយើងធ្វើការលាងវាមួយទឹកទៀតដើម្បីចាឲ្យប្រកាសថាត្រីរបស់យើងគឺស្អាតអស់ដី 100% ចាអញ្ចឹងយើងលាងវាហើយយើងដាក់កញ្ច្រែងដល់ឡែកដើម្បីឲ្យវាស្រស់ទឹកអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងក៏លេចមកមើលថាខ្ទះរបស់យើងវិញគឺវាបានក្តៅហើយអញ្ចឹងយើងចាក់ប្រេងឆាចូលហើយប្រេងឆាដាក់ឲ្យវាក្តៅនឹងពុះបែបនេះណាពុកម៉ែបងប្អូនទើបយើងដាក់ត្រីបំពងទៅគឺថាវាអត់ជាប់ខ្ទះនឹងបែកសាច់ឲ្យជាប់ខ្ទះអីចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងយើងធ្វើការចាក់ត្រីរបស់យើងចូលទៅអញ្ចឹងឥឡូវនេះគឺថាត្រីរបស់យើងបានបំពងឆ្អិនរួចរាល់អស់ហើយឃើញទេពុកម៉ែបងប្អូនអត់មានបែកសាច់ទេហើយក្រៀមល្អមែនតែនចាអញ្ចឹងពុកម៉ែបងប្អូនអាចសាកវិធីដាក់ត្រាំទឹកកកនេះបានណាអញ្ចឹងយើងក៏លេចមកមើលចាទឹកត្រីរបស់យើងវិញយើងមានគ្រឿងផ្សំចាស្ករប៊ីចេងទឹកត្រីក្រូចឆ្មាចាសណ្តែកដីខ្ទឹមក្រហមចឹងមកហើយអាក្រហមនេះគឺថាកូនពៅបានក្លុកវាជាមួយចាខ្ទឹមសម្ទេសរួចជាស្រេចទើបកូនពៅចាផ្សំគ្រឿងជាក្រោយអញ្ចឹងគឺកូនពៅដាក់ប៊ីចេងកន្លះស្លាបព្រាបាយនិងស្ករសចំនួន2ស្លាបព្រាបាយកន្លះចំណែកឯទឹកត្រីវិញគឺកូនពៅដាក់ចំនួន4ស្លាបព្រាបាយណាពុកម៉ែបងប្អូនអញ្ចឹងដល់ពេលដែលយើងដាក់រួចរាល់អស់ហើយយើងធ្វើការកូរច្របល់វាឲ្យសព្វសិនមកហើយយើងធ្វើការភ្លក់ណាពុកម៉ែបងប្អូនអញ្ចឹងកូនពៅចាប់ដើមភ្លក់ហើយអញ្ចឹងក៏កូនពៅចាបន្ថែមជាមួយនឹងក្រូចឆ្មាផងដែរអញ្ចឹងចាក្រូចឆ្មាបើសិនជាពុកម៉ែបងប្អូនចង់បានរសជាតិជូរក៏ដាក់ច្រើនជាងនឹងទៅតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនណាអញ្ចឹងនៅពេលណាចំបាច់ក្រូចឆ្មារួចហើយកូនពៅធ្វើការកូរឲ្យវាចាសប់ចូលគ្នាម្ដងទៀតហើយក៏ភ្លក់បន្ថែមទៀតគឺថារាងស្ទើរជូរអញ្ចឹងក៏កូនពៅចំបាច់ក្រូចឆ្មាបន្ថែមចាហើយកូនពៅបានចាបន្ថែមជាមួយនឹងទឹកត្រីផងដែរព្រោះថាក្រូចឆ្មាវារាងកាត់ប្រៃបន្តិចចឹងណាពុកម៉ែបងប្អូនអញ្ចឹងកូនពៅចាបន្ថែមជាមួយនឹងសណ្តែកដីចំនួនកន្លះកញ្ចប់ផងដែរអញ្ចឹងយើងដាក់ហើយយើងធ្វើការកូរច្របល់វាឲ្យសព្វចូលជាតិគ្នាល្អទៅណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះគឺថាទឹកត្រីរបស់កូនពៅបានរួចរាល់អស់ហើយអញ្ចឹងទាំងត្រីបំពងទាំងទឹកត្រីជូរអែមទាំងបន្លែអន្លក់គឺថារសជាតិស្រេចក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនធ្វើការចុច like Subscribe និងដាក់រូបសញ្ញាកណ្ដឹងផងណាសូមអរគុណ